យើងខ្ញុំសូមលំអរកាយគោរពឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាដែលមានវត្តមាននៅទីនេះជាទីគោរពដល់គ្រប់ពួកពួកយើងគឺជាក្រុមទី2នៃកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំមកពីខេត្តមណ្ឌលគិរីថ្ងៃនេះដែរក្រុមយើងខ្ញុំពិតជាមានកិត្តិយសនិងសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានឡើងធ្វើបទបង្ហាញគម្រោងយុវជនសម័យថ្មីគំនិតឆ្លៀវវៃបណ្ដុះស្មារតីស្រឡាញ់ការអានក្រោមប្រធានបទបង្កើតនៅវប្បធម៌ស្រឡាញ់ការអាននៃវិស័យអប់រំហើយនេះគឺជារចនាសម្ព័ន្ធរបស់ក្រុមយើងខ្ញុំដោយថ្ងៃនេះដែរក្រុមយើងខ្ញុំបានរកព័ន្ធទៅមានទីការចំនួន8គឺទី1សេចក្តីផ្ដាល់រហូតមកដល់ទី8គឺសំណួរនិងចម្លើយដល់សេចក្តីផ្ដាល់ពាក់ព័ន្ធទៅនឹងព័ត៌មានខ្លះៗនៃខេត្តមណ្ឌលគិរីខេត្តមណ្ឌលគិរីគឺជាខេត្តមួយដែលមានផ្ទៃដីធំជាងគេតែក៏មានប្រជាជនតិចជាងគេផងដែរហើយខេត្តនេះស្ថិតនៅភាគខាងកើតទឹកលេសានជាក់ស្ដែងគឺសង្កេតឃើញថាប្រជាជនមួយចំនួនទទួលបានការអប់រំក៏ដូចជាការអភិវឌ្ឍនិងមានកម្រិតនៅឡើយដោយមើលឃើញពីបញ្ហាទាំងនេះហើយទើបពួកយើងសម្រាប់ចាត់បង្កើតគម្រោងនេះឡើងមកក្នុងការជំរុញអំណាចក៏ដូចជាគ្រប់គ្រងវិស័យអប់រំនៅក្នុងខេត្តមណ្ឌលគិរីផងដែរទី2គឺគោលបំណងដែលគោលបំណងក្រុមយើងខ្ញុំបានបែងចែកជា4សំខាន់គឺទី1អភិវឌ្ឍមូលដ្ឋានមនុស្សក្នុងខេត្តមណ្ឌលគិរីឲ្យកាន់តែរីកចម្រើនជាងមុនថែមមួយកម្រិតទៀតទី2បណ្ដុះស្មារតីយុវជនឲ្យស្រឡាញ់ការអានចាត់ទុកសៀវភៅគឺជាមិត្តឥតវិញ្ញាណដ៏ល្អម្នាក់ទី3បង្កើតទូរសៀវភៅអំណាចសាធារណៈនៅក្នុងសហគមន៍អាចឲ្យប្រជាជននិងសិស្សានុសិស្សអាចចូលរួមអានបានដោយសេរីនិងឥតគិតថ្លៃក៏ដូចជាឲ្យតម្លៃការអានសៀវភៅជាធំទី4បង្កើតនូវវប្បធម៌ស្រឡាញ់បង្កើតនូវវប្បធម៌ក្នុងការអាននៅតាមទីសាធារណៈបង្កើតទម្លាប់ក្នុងការអាននៅទីណាក៏បានកន្លែងណាក៏បានក៏ដូចជាបង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនជាដើមមានតការទី3គឺអ្នកគ្រប់គ្រងអ្នកពាក់ព័ន្ធក្នុងគម្រោងនេះផងដែរពួកយើងមានអ្នកគ្រប់គ្រងអ្នកពាក់ព័ន្ធជាច្រើនដូចជាគ្រឹះស្ថានសិក្សាក្នុងទីរួមខេត្តមណ្ឌលគិរីរួមមានសាលាបឋមសិក្សាហ៊ុនសែនសាមណរវិទ្យាល័យហ៊ុនសែនមណ្ឌលគិរីវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសមណ្ឌលគិរីមន្ទីរអប់រំយុវជននិងកីឡាខេត្តមណ្ឌលគិរីដែលជាស្ថាប័នគ្រប់គ្រងវិស័យអប់រំទាំងមូលនៅក្នុងទីរួមខេត្តមណ្ឌលគិរីអាជ្ញាធរមូលដ្ឋានសប្បុរសជនរស់នៅក្នុងសហគមន៍ស្ថាប័ននិងមន្ទីរនានាប្រជាជនរស់នៅក្នុងតំបន់នោះជាពិសេសនោះគឺនាយកសាលាបឋមសិក្សាហ៊ុនសែនសាមណរដែលជាក្រុមគោលដៅផ្ទាល់ដោយមានតការទី4គឺការអនុវត្តគម្រោងជាដំបូងពួកយើងបានពិភាក្សាគ្នាជ្រើសរើសវិស័យណាមួយដើម្បីអនុវត្តគម្រោងបន្ទាប់មកពួកយើងបានរួមមតិគ្នាថានឹងបង្កើតទូរស័ព្ទអំណាចសាធារណៈមួយបន្ទាប់ពីពិភាក្សាគ្នាជ្រើសរើសវិស័យណាមួយដើម្បីអនុវត្តគម្រោងនឹងបានរួមមតិគ្នាថានឹងបង្កើតអ្វីហើយពួកយើងបានទៅសាលាសង្កាត់ដែលរស់នៅក្នុងតំបន់ដើម្បីជួយការលម្អរនៅសំណាក់ខ្វះខាតមួយចំនួននៅក្នុងគម្រោងនេះក៏ដូចជាសុំការគ្រប់គ្រងពីលោកផងដែរចំណែកទីតាំងអនុវត្តគម្រោងគឺស្ថិតនៅក្នុងសាលាបឋមសិក្សាហ៊ុនសែនសាមណរដែលមានសិស្សនិស្សិតសរុបចំនួន1536នាក់សិស្សស្រីចំនួន730នាក់ដែលស្ថិតនៅក្នុងកណ្ដាលសង្កាត់ស្ទីមានជ័យក្រុងសាមណរខេត្តមណ្ឌលគិរីដែលទីតាំងនេះគឺជាទីតាំងដែលមានភាពអំណោយផលដែលមានមនុស្សអត់ច្រើនមានកន្លែងគួរសមរម្យនិងមានផាសុកភាពផងដែរដោយសារតែទីតាំងមានភាពអំណោយផលបែបនេះហើយទើបពួកយើងបានសម្រេចចិត្តបង្កើតគម្រោងនេះឡើងមកដោយសកម្មភាពចោលស្នាសុំទីតាំងជាដំបូងពួកយើងបានចោលស្នាសុំទីតាំងនៅសាលាបឋមសិក្សាហ៊ុនសែនសាមណរក៏ដូចជាស្របទៅនឹងសិស្សនិស្សិតសរុបនៃសាលានោះនិងស្របទៅនឹងសិស្សដែលចូលរួមអានសៀវភៅក្នុងបណ្ណាល័យជាប្រចាំផងដែរដោយមានការបរិច្ឆេទដូចខាងក្រោមបន្ទាប់ពីយើងចូលស្នាសុំទីតាំងអនុវត្តគម្រោងមកពួកយើងក៏បានចូលពិភាក្សាកងទុនធានពីស្ថាប័ននេះមួយដែលស្ថិតនៅក្នុងទីរួមខេត្តមណ្ឌលគិរីរួមមានកងរាជអាវុធហត្ថការកបាត់ប្រហោកម្ពុជាការអ៊ីរ៉ានីរីជាដើមព្រមទាំងមន្ទីរពាក់ព័ន្ធផ្សេងៗទៀតចំណុចដែលជាថវិកាយើងទទួលបានចំនួន2,19,200,000រៀលចំណុចដែលជាសម្ភារៈយើងទទួលបានចំនួន2,78,300,000រៀលសរុបគឺ4,97,5,200រៀលរហូតមកដល់បច្ចុប្បន្ននេះពួកយើងបានចំណាយថវិកាទាំងអស់ចំនួន4,64,200រៀលហើយនេះហើយថវិកាដែលសល់គឺត្រឹមតែ33,500រៀលតែប៉ុណ្ណោះទាំងនេះគឺជាផ្នែកការងារហិរញ្ញវត្ថុផ្នែកចំណូលនិងចំណាយរបស់ក្រុមយើងខ្ញុំតែធ្វើឡើងយ៉ាងល្អិតល្អន់និងច្បាស់លាស់ដោយបានឃើញនឹងអាចប្រធានដោយលោកនាយកសាលាបឋមសិក្សាហ៊ុនសែនសាមណរចំពោះសកម្មភាពរបស់ពួកយើងបានចូលទៅធ្វើបទបង្ការជាថ្នាក់ដឹកនាំអំពីគម្រោងនិងសមាជិកក្រុមដែលធ្វើឡើងនៅមន្ទីរអប់រំយុវជននិងកីឡាខេត្តមណ្ឌលគិរីជាពិសេសការបើកដំណើរការទីសៀវភៅពួកយើងបានបើកដំណើរការតាំងពីថ្ងៃទី16សីហាឆ្នាំ2025មកម្លេះដែលមានទីតាំងស្ថិតនៅមុខសាលាបឋមសិក្សាហ៊ុនសែនសាមណររីឯការចូលផ្សព្វផ្សាយនិងបង្រៀនសិស្សានុសិស្សវិញពួកយើងបានចូលផ្សព្វផ្សាយនិងបង្រៀនជាមួយនឹងថ្ងៃដែលយើងបានដំណើរការទីសៀវភៅតែម្ដងហ
ដែលមានសិស្សសរុបចំនួន157នាក់ស្រី94នាក់ក្នុងគោលបំណងចង់ឲ្យពួកគេមានមកស្រឡាញ់ការអានបង្កើតទម្លាប់ការអានជាប្រចាំ មិនតែប៉ុណ្ណោះក្រុមពួកយើងក៏បានដាក់ពាក្យស្នើនឹងបែរតួអំណាចរបស់ពួកយើងដើម្បីឲ្យប្រជាជននិងសាធារណជនបានដឹងអំពីពេលវេលានៃការបើកទូរស័ព្ទនិងប្រាប់ពីការអានសៀវភៅដែលទៅថ្លៃផងដែរបន្ទាប់ពីពួកយើងបានបើកដំណើរការនិងបានចូលរៀនស្មារតីសិស្សរួចពួកយើងក៏បានចូលទៅសកស្វែងនៅសាលាវិទ្យាល័យក្នុងខេត្តដូនរីដែលមានសិស្សចំនួន148នាក់និងស្រី82នាក់និងស្រី85នាក់នៅវិទ្យាល័យអាហារទូទៅនៅបច្ចេកទេសខេត្តដូនរីដែលមានសិស្សសរុបចំនួន108នាក់និងស្រី52នាក់ ហើយគោលបំណងដែលមួយគឺពួកយើងចង់ឲ្យសិស្សសាលាទាំងពីរមកចូលរួមអានសៀវភៅលើទូអំណាចរបស់ពួកយើងឲ្យបានកាន់តែច្រើនផងដែរហើយនេះគឺជាសកម្មភាពរបស់អ្នកអានលើទូអំណាចរបស់ពួកយើងនេះគឺជាតារាប្រភេទទេតាមការបរិច្ឆេទដែលពួកយើងបានបើកដំណើរការជា4ខែនេះមកហើយដែលមានសិស្សសរុបចំនួន693នាក់និងស្រី462នាក់ ក៏ដូចជាតារាស្ថិតិយ៉ាងតារាតាមខែនីមួយៗដែលមានដូចជាខែសីហាមានសិស្សចំនួន275នាក់ខែកញ្ញាមានសិស្សចំនួន9នាក់ខែតុលាមានសិស្សចំនួន27នាក់ខែវិច្ឆិកាមានសិស្សចំនួន382នាក់ចាស់ដៃពួកយើងសង្កេតឃើញថានៅខែកញ្ញានិងខែតុលាមានការធ្លាក់ជាខ្លាំងពីព្រោះក្រុមពួកយើងបានជួបនៅបញ្ហាប្រឈមប្រឆាំងដូចជាបញ្ហាអាកាសធាតុមានរៀងរាល់ថ្ងៃសិស្សបន្តខ្វល់សាស្ត្រសិស្សពិបាកចូលមកអានសៀវភៅបញ្ហាបន្តវេសនការមេដាបេដាឲ្យចូលសិក្សាស្រាវជ្រាវនៅក្នុងផ្ទះបញ្ហាជួបបិទប្រជាជននិងសាស្ត្រសិស្សទៅជួបជុំគ្រួសារទៅវត្តអារាមជាដើមចំពោះដំណោះស្រាយក្នុងរបស់ពួកយើងទី1បញ្ហាអាកាសធាតុពួកយើងបានបើកការប្រជុំតាមប្រព័ន្ធអនឡាញដើម្បីផ្សព្វផ្សាយដើម្បីស្វែងរកការងារនិងអនុវត្តគម្រោងបន្តទៀតចំពោះបញ្ហាបន្តវេសនការនិងប្រជុំវិញ ពួកយើងបានបង្កើតវីដេអូខ្លីៗដែលពាក់ព័ន្ធទៅនឹងទូអំណាចរបស់ពួកយើងដើម្បីផ្សព្វផ្សាយដល់សាធារណជននិងប្រជាជននៅក្នុងសហគមន៍ឲ្យមកចូលរួមអានសៀវភៅនៅទូអំណាចរបស់ពួកយើងឲ្យបានកាន់តែច្រើនផងដែរ 6 ពីរដ្ឋាភិបាលនៃគម្រោងក្រុមរបស់ពួកយើងបានបង្កើតនៅកម្មវិធីប្រមូលសៀវភៅចាស់ពីក្បាលអាចចូលយកសៀវភៅដែលខ្លួនពេញចិត្តបាននិងបានផ្សព្វផ្សាយទូសៀវភៅតាមរយៈបណ្ដាញសង្គមដូចជា Facebook TikTok ជាដើមដើម្បីឲ្យប្រជាពលរដ្ឋដែលទទួលបានដឹងមកអានសៀវភៅឲ្យបានគ្រប់គ្នានិងមួយវិញទៀតរបស់ពួកយើងតែផ្ដល់ជាកាដូបន្តិចបន្តួចដល់សិស្សានុសិស្សដើម្បីលើកទឹកចិត្តក្នុងការអានសៀវភៅជាពិសេសរបស់ពួកយើងកំពុងស្វែងរកអ្នកស្ម័គ្រចិត្តជំនាន់ក្រោយដើម្បីគ្រប់គ្រងទូសៀវភៅនេះបន្តតែបើពុំមានអាណាម្នាក់ស្ម័គ្រចិត្តទេក្រុមរបស់ពួកយើងនឹងឧបត្ថម្ភទូសៀវភៅនេះទៅកាន់សាលាដែលខ្វះខាតស្ថិតនៅដាច់ស្រយាលដើម្បីឲ្យអ្នកគ្រូជាអ្នកគ្រប់គ្រងបន្តទី 7 សន្និដ្ឋានសម្រាប់ដំណើរការនៃការអភិវឌ្ឍគម្រោងទូសៀវភៅអំណាចសាធារណៈដំបូងនៅក្នុងក្រុងខ្សែមនោរម្យខេត្តមណ្ឌលគិរីវាពិតជាផ្ដល់អត្ថប្រយោជន៍ខ្លាំងមែនទែនដល់វិស័យអប់រំក៏ដូចជាធនធានមនុស្សនៅក្នុងសហគមន៍ផងដែរហើយនេះគឺជាបណ្